ចាសសម្រាប់អ្នកគ្រូជំរាបសួរលោកតាលោកយាយពុកម៉ែមីមីបងប្អូនសម្រាប់ចាសសម្រាប់វីដេអូទាំងអស់គ្នានេះចាសសូមស្វាគមន៍មកកាន់ page រសជាតិជីវិតនិង channel YouTube ដែលមានឈ្មោះថាសុខតីដោយនាងខ្ញុំបានបង្ហាញលើក្បាលវីដេអូរដងពុកម៉ែបងប្អូនទាំងអស់គ្នាចាបានឃើញហើយកុំភ្លេចចុចជាម្នាក់មួយផងណាណាប់ចិត្តណាប់វីដេអូទាំងអស់គ្នាសូមអរគុណទុកជាមុនថ្ងៃនេះជួបមួយវីដេអូថ្មីនឹងខ្ញុំធ្វើជាមួយនឹងទឹកគ្រឿងចានេះគឺជាគ្រឿងផ្សំងាយៗដែរពុកម៉ែបងប្អូនមានជាមួយស្លឹកខ្ទឹមខ្ទឹមសក្រូចឆ្មាហើយនិងសណ្តែកដីណាពុកម៉ែបងប្អូនទាំងអស់គ្នាចានាងខ្ញុំបានដុតគ្រឿងទេសឬក៏អាំងត្រីសម្រាប់បុកឯងមានតែស្ងោរបងប្អូននេះសាមានត្រីដៃមានត្រីប្រាអញ្ចឹងទិញត្រីប្រាមួយក្បាលយកមកស្ងោរអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាស្ងោរហើយបេះទាំងស្អាតអញ្ចឹងទៅសម្រាប់យើងយកទៅបុកគ្រាប់បងប្អូនទាំងអស់គ្នាចាដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ប្លែកនិយាយទៅប្លែកម្យ៉ាងម្នាក់ពីត្រីអណ្ដែងណាបងប្អូនជាដំបូងយើងដាក់ត្បាល់មកហើយនឹងខ្ញុំដាក់ម្ទេសតែមួយកណាត់ក្របទៅបងប្អូនបុកម៉ត់ហើយបុកមួយខ្ទឹមមកចង់និយាយថាវាអត់សូវឈ្ងុយដូចជាគ្រឿងដែលយើងបានអាំងឯងពុកម៉ែបងប្អូននៅចាព្រោះយើងដាក់របស់ស្រស់ៗចឹងណាហើយនេះគឺជាទឹកប្រហុកសម្រាប់យើងយកទៅដាក់ជាមួយនឹងត្រីបុករបស់យើងពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយនៅពេលដែលបុកខ្ទឹមហើយនឹងម្ទេសយើងម៉ត់ហើយនេះខ្ញុំក៏ចាប់ផ្ដើមដាក់ជាមួយនឹងត្រីយើងចូលដើម្បីធ្វើការបុកឲ្យម៉ត់ធ្វើជាបុកទឹកគ្រឿងដែរតែលក្ខណៈបុកត្រីស្ងោរចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចានៅពេលដែលយើងដាក់ត្រីចូលហើយក៏ចាប់ផ្ដើមធ្វើការបុកមកទាំងអស់គ្នាចាបុកមិនខ្លាំងពេកទេព្រោះឲ្យសាច់ត្រីយើងទន់ដែរចាឥឡូវនេះបុកម៉ត់ហើយយើងក៏ដាក់មួយគ្រឿងទេសមានដូចជាស្ករសមានជាមួយនឹងប៊ីចេងហើយមានជាមួយអំបិលបន្តិចចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយដាក់មួយក្រូចឆ្មាចូលមកនេះខ្ញុំដាក់3ផ្លែពុកម៉ែបងប្អូនទាំងអស់គ្នាចានៅពេលដែលដាក់ចំបាច់ក្រូចឆ្មាចូលហើយហ្នឹងនាងខ្ញុំក៏ចាប់ផ្ដើមធ្វើការច្របល់វាឲ្យចូលជាតិគ្នាដើម្បីឲ្យត្រីគ្រឿងទេសក្រូចឆ្មាយើងចូលគ្នាបានល្អសព្វល្អទៅកាន់តែបង្កើនរសជាតិយើងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាអញ្ចឹងនៅពេលដែលនាងខ្ញុំចាប់ផ្ដើមធ្វើការច្របល់ទៅវិញទៅមកមើលទៅថាសពជាតិរួចហើយហ្នឹងនាងខ្ញុំក៏ចាប់ផ្ដើមដាក់ជាមួយនឹងទឹកប្រហុកយើងចូលតែម្ដងពុកម៉ែបងប្អូនចំពោះទឹកប្រហុកហ្នឹងបងប្អូនទាំងអស់គ្នាដាក់តាមចំណង់ចំណូលចិត្តទៅចង់ខាប់ចង់រាវអីចឹងណានិយាយទៅតាមការពេញចិត្តចឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាចាឆ្លាញ់ប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅពុកម៉ែបងប្អូននៅចាបន្ទាប់ពីនាងខ្ញុំដាក់ទឹកប្រហុកចូលហើយនាងខ្ញុំក៏ធ្វើការច្របល់ចូលបន្តិចមកពុកម៉ែបងប្អូនដើម្បីឲ្យចូលជាតិគ្នាចឹងណាពុកម៉ែបងប្អូនហើយការច្របល់របស់នាងខ្ញុំមើលទៅដូចថារៀងខាប់បន្តិចចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងនាងខ្ញុំក៏ថែមជាមួយនឹងទឹកប្រហុកបន្ថែមទៀតតែនាងខ្ញុំមិនមែនថែមបន្តិចទេគឺរឿងជ្រុលរឿងរៀងទៅពុកម៉ែបងប្អូនអើយចាហើយចុងភៅនេះកលេសកឆោះហ៎ពុកម៉ែបងប្អូនអើយចាឥឡូវនេះនៅពេលដែលថែមទឹកប្រហុកជាចុងក្រោយហើយនាងខ្ញុំក៏ចាក់ជាមួយនឹងសណ្តែកដីយើងចូលហើយនឹងលឹកខ្ទឹមយើងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាបងប្អូនចង់ដាក់ជាមួយនឹងជីរណាក៏បានដែរតែនាងខ្ញុំដាក់ស្លឹកខ្ទឹមអញ្ចឹងទៅដាក់ច្រើនតិចតាមចំណង់ចំណូលចិត្តដាក់កាន់តែច្រើនកាន់តែឈ្ងុយពេលដែលយើងដាក់ហើយយើងក៏ចាប់ផ្ដើមធ្វើកាសកោមកពុកម៉ែបងប្អូនទាំងអស់គ្នាហើយភ្លក់មកណាណាប់ចិត្តណាប់ម្ដងទាំងអស់គ្នាចាហើយនេះគឺបន្លែនេះខ្ញុំមានតែ2មុខទេគឺផ្កាកំប្លោកជាមួយនឹងស្ពៃក្រញាញ់ហើយសណ្តែកមិនដោះអត់មានទេណាប់ចិត្តទាំងអស់គ្នាចាមានតែ2មុខនឹងញ៉ាំតែ2មុខទៅតាមពិតទំនោររបស់នេះខ្ញុំចង់ផ្កាកំប្លោកចិនជាផងដាក់ទៅមុខផងតែថាកុំឲ្យសោះក្រាស់ពេកអញ្ចឹងយើងថែមស្ពៃក្រញាញ់តិចទៅបងប្អូនណាទឹកគ្រឿងបងប្អូនជួយចិត្តបន្លែខ្លះណាប់ចិត្តទាំងអស់គ្នាចាហើយនេះវីដេអូនេះខ្ញុំគឺមានតែប៉ុណ្្នឹងទេបង្ហាញការធ្វើទឹកគ្រឿងបងប្អូនបានហៅអីគេដែរថ្ងៃហ្នឹងណាប់ចិត្តដល់វីដេអូទាំងអស់គ្នាចាអញ្ចឹងវីដេអូនេះខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ចាំជួបគ្នាវីដេអូក្រោយជម្រាបលាបាយបាយ